Wow, look at this. Ok, tao chập nào. Tôi thấy một chung mà coi bắt đầu cốm xanh. Chỉ là nó nữa. Chừng vô mình này trong mình này hot. Những cái đại đó. Hot. Ok, đang ngay chập trong room này. Ok, chẳng chun chụp ôn đăng bom đăng đấy. Phơn Mina, ok, have recommend bong. Ok bang pon ជាទូទៅខ្ញុំតែងតែលើកចំណុចល្អនិងចំណុចខ្វះខាតឬក៏ជាចំណុចដែលគួរកែប្រែនិងគួរតែជៀសវាងបាទអូខេអញ្ចឹងសម្រាប់ចំណុចល្អរបស់គាត់គឺតកតងទៅនឹងគាត់បាទគាត់មាន balance ល្អបាទ balance បានថាវាស្មើឃើញទេបន្ទាត់ horizontal ហ្នឹងគឺគាត់ស្មើតែម្ដងនេះបន្ទាត់ horizontal ហ្នឹងអញ្ចឹងបានន័យថាគឺបន្ទាត់ហ្នឹងគឺស្មើតែម្ដងអញ្ចឹងបន្ទាត់ horizontal ហ្នឹងគឺសំខាន់ដែរនៅពេលយើងថត landscape អីគឺយើងទាមទារឲ្យវា balance បានថាវាស្មើកុំឲ្យមានផ្អៀងទៅខាងណាមួយអញ្ចឹងណាបាទហើយទី2តកតងទៅនឹងគាត់ចេះយកព្រះអាទិត្យហ្នឹងចំណុចកណ្ដាលតែម្ដងអញ្ចឹងបានន័យថាឃើញទេមកខាងនេះស្មើគ្នាអញ្ចឹងព្រះអាទិត្យគឺចំណុចនៅចំណុចកណ្ដាលអញ្ចឹងគាត់មានរូបភាពចំណុចល្អពីរហ្នឹងបាទណាជាស្រ័យកូននៅចិត្តឲ្យរករឿងអញ្ចឹងតោះឆ្លៀតពេលធ្វើជូនបងប្អូនមើលបាទអូខេអញ្ចឹងចំណុចគូជៀសវាងការកែប្រែនិងគូធ្វើយ៉ាងម៉េចហ្នឹងគឺអូខេទី1បងប្អូនគាត់អត់បានគិតទៅលើ rule of third បាទបានន័យថា horizontal នេះគឺពីផ្ទៃក្រោមមកដល់ផ្ទៃនេះគឺគួរតែមានជាមួយភាគ3ដូចខ្ញុំដុំនេះអញ្ចឹងណាបាទ1ភាគ3នៃរូបភាពអញ្ចឹងដូចខ្ញុំក្របឲ្យមើលនឹងឃើញ rule of third ហើយបាទអញ្ចឹងព្យាយាមដាក់ original អូខេនេះបាទឃើញទេអញ្ចឹង rule of third គឺ horizontal បងប្អូននៅក្រោមបន្ទាត់ទី1ទៀតបាទអញ្ចឹងវាជាបញ្ហាមួយនេះបន្ទាត់នេះបាទអញ្ចឹងវានៅក្រោមនឹងទៀតអញ្ចឹងវាជាបើយើងថត landscape គួរតែគ្រប់ rule of third នឹងអញ្ចឹងតែម្ដងអញ្ចឹងណាបាទហើយអាហ្នឹងទី1ទី2គឺតើតើនឹង moment របស់គាត់គឺល្អហើយប៉ុន្តែគាត់អត់ចាំឲ្យចំតែម្ដងឧទាហរណ៍នេះកន្លែងនេះឃើញទេ moment ហ្នឹងបានថានេះទូកហ្នឹងវាស្ទើរកដាលចំណុចបន្ទាត់នៃពលឺព្រះអាទិត្យចាំងចំផ្ទៃទឹកហ្នឹងគឺបានន័យថាគាត់ស្ទើរតិចបើថាគាត់ចាំមកចំកដាលហ្នឹងតែម្ដងកដាលហ្មងទូកហ្នឹងអាហ្នឹងគឺអស់តោះហ្មងហ្នឹងល្អបាទល្អបំផុតបាទអញ្ចឹងថ្ងៃក្រោយគឺយើងព្យាយាមធ្វើម៉េចចាំដល់ចំណុចកណ្ដាលចាំយើងចុចអញ្ចឹងណាបាទ decisive moment ណាអញ្ចឹងអាហ្នឹងជាចំណុចមួយដែលធ្វើឲ្យយើងធ្វើឲ្យ moment នេះយើងបានល្អអញ្ចឹងឥឡូវខ្ញុំសាកក្របជា recommend បាទជាសាកសាកល្បងតើយើងអាចកែសម្រួលរូបនេះឲ្យវាល្អបានប៉ុណ្ណាអញ្ចឹងឧទាហរណ៍អញ្ចឹងខ្ញុំយករូបយើងសាកឥឡូវយើងយក original យើងក្របមើលតើក្របរកសិតប៉ុណ្នេះវាស្អាតអត់អូខេមើលចំកណ្ដាលមកអូខេអញ្ចឹងបានថារូបយើងឡើងមកកម្រិតវាត្រូវស្តង់ដារហើយរង្វង់ព្រះអាទិត្យទាំងអស់នេះគឺវានៅរង្វង់ទាំងអស់យើងក្របទៅអត់ដាច់ឃើញទេហើយវាបានបន្ទាត់ rule of third ទៀតហើយវាមានកន្លែងឃើញពលឺហ្នឹងគឺចំកណ្ដាលជាមួយថ្ងៃទៀតអញ្ចឹងវាជាចំណុចល្អមួយអញ្ចឹងក៏យើងអាចសាកល្បងជាមួយនឹងការ៉េអីចឹងណាបាទការ៉េតើវាស្អាតប៉ុន្មានតែការ៉េក៏យើងត្រូវ rule of third ដែរអូខេយើងមើលប៉ុណ្ណេះបាទអូខេយើងថាតើរូបការ៉េរបស់យើងវាស្អាតដែរបាទដែរទេអញ្ចឹងវាជាជំរើសយើងអញ្ចឹងអានេះជំរើសទី2ណាបាទជាការ៉េប៉ុណ្ណឹងគេរੂស្អាតអញ្ចឹងមួយទៀតឧទាហរណ៍ថាយើងចង់យកបែបរូប cinematic បែបវីដេអូណាតើវាអាចសល់កម្រិតណាបានបាទអញ្ចឹងធ្វើម៉េចឲ្យគ្រប់រੂស្មកអូខេហើយកណ្ដាលមកអូខេអញ្ចឹងរូបយើងបានប៉ុណ្ណេះអញ្ចឹងមិនដែរបងប្អូនណាអញ្ចឹងមាន3ជម្រើសនៅក្នុងការក្របដើម្បីឲ្យចូលរួមសិតហើយវាសល់ព័ត៌មានទាំងអស់នេះហើយជាអ្វីដែលយើងទុកឲ្យអ្នកមើលទៅងាយស្រួលមើលហើយថ្លឹងភ្នែកយើងបានល្អ balance បានល្អអូខេអញ្ចឹងសង្ឃឹមថាម្ចាស់រូបសប្បាយចិត្តក្នុងការបកស្រាយរូបភាពរបស់ខ្ញុំបាទអញ្ចឹងបើបងប្អូនណាចង់ឲ្យខ្ញុំធ្វើការបកស្រាយរូបភាពទៀតអញ្ចឹងសូម comment ខាងក្រោមបាទហើយកុំភ្លេច follow page និង YouTube Facebook ខ្ញុំម្នាក់មួយផងហើយកុំភ្លេចថា your photo is your reward wow អត់មានពេលទេអូខេជំរាបទៅក្រោយ